ជុំរៀបសួរនិងសួស្តីពុកម៉ែបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំនិងក្រុមគ្រួសារបានធ្វើដំណើរទៅកាន់ខេត្តសៀមរាបហើយនៅតាមដងផ្លូវទៅកាន់ប្រាសាទពួកខ្ញុំបានចុះប្រកន្លែងដែលហូបអីបន្តិចណាបងប្អូនទាំងគ្នានឹងហើយដោយសារពេលព្រឹកអត់បានហូបអីចឹងណាហើយខ្ញុំបានឈប់នៅកន្លែងលក់នំបញ្ចុកមួយកន្លែងដែលនៅក្នុងភូមិព្រះដាក់ហើយក៏នៅនឹងចិត្តឡង់វាវត្តព្រះដាក់ផងដែរបងប្អូនទាំងគ្នានិយាយទៅនៅការរៀបចំហាងរបស់គាត់នៅកន្លែងលក់នំបញ្ចុកហ្នឹងគឺមានសោភ័ណភាពស្អាតមែនទែនសូម្បីតែការរៀបដាក់បន្លែក៏ដូចជានំបញ្ចុកក៏ការរៀបចំរបស់គាត់ហ្នឹងគឺមើលទៅគឺស្អាតផងដែរហើយមិនត្រឹមតែស្អាតទេសូម្បីតែទឹកស្លនៃរសជាតិរបស់គាត់គឺឆ្ងាញ់មែនទែនបងប្អូនទាំងគ្នាខ្ញុំហូបឡើងអស់មួយចានគោមនឹងមែនទែនហើយចង់ថែមទៀតតែខ្មាស់គេបងប្អូនទាំងគ្នាហ្នឹងហើយពេលហូបនំចុករួចហើយពួកខ្ញុំក៏បានមកដល់កន្លែងលក់នំអាកោខ្ទិះបងប្អូនទាំងគ្នានិយាយទៅនៅតំបន់ផ្លូវទៅប្រាសាទហ្នឹងគឺមានលក់គ្រប់ចម្រុះតែម្ដងហើយពួកខ្ញុំក៏បានធ្វើដំណើរមកទៀតមកកាន់ប្រាសាទអញ្ចឹងណាបងប្អូនទាំងគ្នានៅតាមដងផ្លូវគឺទេសភាពស្អាតមែនទែនហើយពួកខ្ញុំបានចុះមកដើរលេងអញ្ចឹងណាហើយនេះជាកូនស្រីរបស់ខ្ញុំអញ្ចឹងហើយពួកគាត់ដើរលេងហើយនេះគឺជាផ្លូវដែលទៅកាន់ប្រាសាទដែលនេះពួកខ្ញុំធ្វើដំណើរតាមឈើចដៅឈើដោយសារចដៅថ្មគេធ្វើកំពុងតែជួសជុលអញ្ចឹងណាពុកម៉ែបងប្អូនទាំងគ្នាហើយនេះពួកខ្ញុំបានឡើងទៅកាន់ប្រាសាទហើយនេះម៉ែក្មេកខ្ញុំក៏បានថាអូភ្ញៀវទេសចរសួស្ដីតែខ្ញុំអត់ចង់លេងបងប្អូនទាំងគ្នាហ្នឹងហើយនិយាយទៅផ្លូវទៅកាន់ប្រាសាទហ្នឹងពីចុះទៅនឹងរៀងក្តៅតិចបងប្អូនទាំងគ្នាបើសិនសម្រាប់បងប្អូនដែលគាត់មានមួកឬក៏ឆាត់អីអញ្ចឹងអាចទទួលទៅអញ្ចឹងណាដោយសាររៀងក្តៅដែរប៉ុន្តែពេលដែលយើងចូលទៅក្នុងកាន់ប្រាសាទគឺអត់ក្តៅទេបងប្អូនទាំងគ្នាប៉ុន្តែគាត់ថាពេលដែលច្រកចូលហ្នឹងគឺរៀងក្តៅតិចអញ្ចឹងចង់ឲ្យបងប្អូនទាំងគ្នាមានមួកឬក៏ឆាត់ទទួលទៅអញ្ចឹងណាប៉ុន្តែពេលដល់ក្នុងប្រាសាទបងប្អូនទាំងគ្នាមិនចាំមានឆាត់ទេបើសិនជាមានមួកគឺអូខេវាអត់ធ្វើឲ្យបងប្អូនទាំងគ្នាក្តៅអញ្ចឹងណាហើយនេះពួកខ្ញុំបានធ្វើដំណើរទៅនិយាយទៅមិនមែនតែមានតែមកក្រុមខ្ញុំនេះទេច្រើនមែនតើភ្ញៀវទេសចររបស់យើងបានទៅលេងមានគ្រប់ចម្រុះជាតិសាសន៍ផងដែរហើយនឹងហើយពួកខ្ញុំបានមើលទេសភាពទៅតាមដងផ្លូវឃើញដើមឈើធំហើយនេះក្រុមគ្រួសាររបស់ខ្ញុំគឺសប្បាយចិត្តពេលដែលឃើញប្រាសាទអញ្ចឹងណាក៏ដូចជាឃើញទេសភាពនៅតាមដងផ្លូវទៅកាន់ប្រាសាទហ្នឹងគឺដើមឈើធំហើយនេះក៏មានការខាងពួកគាត់លេងភ្លេងបុរាណណាដើម្បីនៅតាមដងផ្លូវហើយក៏ពួកខ្ញុំមានជាថវិកាតិចតួចសម្រាប់ចូលរួមជាមួយពួកគាត់អញ្ចឹងណាបងប្អូនទាំងគ្នាហើយនេះខ្ញុំថតដើមឈើពួកឯងឃើញដើមឈើហ្នឹងធំហើយខ្ពស់មែនតើហើយតើតែប្រើកាមេរ៉ាស៊ូមទៅដល់ផុតកពូលអញ្ចឹងណាហ្នឹងហើយនៅតាមដងផ្លូវនៅកាន់ប្រាសាទហ្នឹងគឺដើមឈើធំមែនតើនិយាយទៅគឺធ្វើឲ្យត្រជាក់ភ្នែកតែម្ដងបងប្អូនទាំងគ្នាហ្នឹងហើយពួកខ្ញុំបានធ្វើដំណើររៀងផ្លូវរៀងឆ្ងាយដែរពីចដៅមិញហើយនឹងទៅកាន់ប្រាសាទហ្នឹងណារៀងឆ្ងាយដែរវាអត់សូវចិត្តដែរអញ្ចឹងណាតែអត់អីទេព្រោះអីយើងចង់ទៅមើលប្រាសាទអញ្ចឹងត្រូវតារៀងអត់ធ្មត់នឹងតស៊ូបន្តិចហ្នឹងហើយនេះក្រុមគ្រួសាររបស់ខ្ញុំក៏បានធ្វើដំណើរទៅកាន់ប្រាសាទហ្នឹងកូនខ្ញុំរៀងហត់ដែរអញ្ចឹងណាគាត់ក្មេងហើយខ្ញុំនេះអត់សូវមានមុខនឹងកាមេរ៉ាទេដោយសាររវល់កាន់កាមេរ៉ាថតអញ្ចឹងណាអត់សូវមានមុខទេបងប្អូនទាំងគ្នាហ្នឹងហើយខ្ញុំអត់ហ៊ានថតឡើងលើដែរព្រោះអីខ្លាចភ្ញៀវទេសចររបស់យើងគាត់រៀងអត់សូវពេញចិត្តអញ្ចឹងណាអញ្ចឹងខ្ញុំថតកាត់ទេបងប្អូនទាំងគ្នាអធិស្ឋានផងហ្នឹងហើយឥឡូវនេះខ្ញុំបានចូលទៅដល់ក្នុងហើយក៏បានមើលតិចហើយនឹងថតរូបខ្លះផងដែរអត់សូវបានថតច្រើនទេដោយសារណាមួយបងប្អូននឹងកូនប្រពន្ធខ្ញុំគាត់ចង់ឲ្យខ្ញុំថតរូបចឹងណាហើយខ្ញុំអត់សូវមានពេលថតជាវីដេអូទេគឺថតរូបតែម្ដងតែខ្ញុំអត់បានយកបញ្ចូលក្នុងនឹងទេហ្នឹងហើយនេះគឺនិយាយថាប្រាសាទមានក្បាច់រូបចម្លាក់ហើយនេះម៉ែរបស់ខ្ញុំបានចូលទៅក្នុងប្រាសាទគុទ្រូងហើយពួកគាត់បានធ្វើការបួងសួងគុទ្រូងហើយបួងសួងខ្ញុំអត់សូវដឹងខាងហ្នឹងទេបងប្អូនគ្នាហ្នឹងហើយគេធ្វើពេលដែលពួកទ្រូងហើយក៏ឲ្យដើរចេញខាងមានខាងអាធើគាត់នៅចាំប្រាប់យើងអញ្ចឹងថាឲ្យធ្វើមិនអញ្ចឹងទៅហើយនេះជំនឿពុកម៉ែបងប្អូនគ្នានេះក្មួយស្រីខ្ញុំបានកោមកឲ្យថតរូបថតអី selfie មែនតើហើយនេះមីងហើយនឹង
ម៉ែក្មេកម៉ែប្រកាសគាត់ថតរូបចឹងណាកូនស្រីខ្ញុំវិញចេញស្ទាយគ្រប់ផងអូខ្ញុំមានមួយដែររូបថតចូលក្នុងកាមេរ៉ាបងប្អូនទាំងគ្នានេះទៅមានប្លង់នេះមួយដែរយើងមានរូបក្នុងនឹងគេចឹងណាឡើយវល់កាន់កាមេរ៉ាបានថតរូបថតអីទេទេសភាពផ្ដិតយកពុករវល់តែនិយាយឥឡូវដល់ពេលត្រឡប់ទៅវិញវីដេអូនេះមានតែប៉ុណ្ណឹងបងប្អូនអរគ្នាអរគុណជម្រាបលាបាយបាយ